បន្ទាប់ពីបាត់បង់ខ្លួនរបស់សុភាព មិត្តភក្តិទាំង4ដែលនៅសល់ក៏មានអារម្មណ៍ដូចជាភ្ញាក់ស្មារតីភ្លើងនៅក្នុងដៃពួកគេក៏បានទ្រដប់បាត់ទៅនឹងជញ្ជាំងសំឡេងសស្រែកកាន់តែខ្លាំងទៅសារ៉ាស្ទាក់ស្ទើរក៏បានហៅថាសុភាពអ្នកនៅទីណារឿននេះគ្មានពេលលេងទេសំឡេងនោះមិនមែនជាសំឡេងរបស់នាងទេដានីបានគិតថាអ្នកនោះប្រហែលជាមិនចង់ឲ្យយើងចាក់ចេញពីទីនេះទេសុជាតិឈប់យើងគួរតែរកសុភាពជាមុនបើគាត់នៅក្នុងផ្ទះនេះនាងប្រហែលជាត្រូវបានគេចាប់ខ្លួនជាមិនខានពួកគេក៏បានទៅដល់បន្ទប់ក្រោមជណ្ដាលពន្លឺភ្លើងនៅក្នុងដៃក៏បានបំភ្លឺឃើញស្នាមជើងតូចពណ៌ក្រហមជាប់នៅលើឈើសារ៉ាភ័យនេះឈាមមិនមែនទេរឿនវាមានទិសដៅនៅក្រៅផ្ទះអ្នកត្រូវតែឃើញវាទេដានីតើសុភាត្រូវបានគេអស់ចេញដូច្នេះឬសុជាតិយើងត្រូវទៅតាមកុំឲ្យបាត់ពេលពួកគេក៏បានឈរនៅលើឆ្នេរសមុទ្រភ្លៀងក៏ចាប់ផ្ដើមធ្លាក់ឡើងសូរសមុទ្រអូរត្រចៀកចំពោះពន្លឺអាបព្រះច័ន្ទពួកគេក៏បានឃើញរូបមនុស្សស្រីឈរនៅជិតតាក់សក់វែងស្លៀកសម្លៀកបំពាក់ដើមសារ៉ាស្រែកសុភាពរឿនវាមិនមែនជាសុភាពទេមើលទៅដូចជានាងដានីបាត់ដង្ហើមព្រះអើយនេះជានាងសំឡេងខ្យល់នៅលើឆ្នេរប្រែទៅជាសំឡេងស្រែកហៅឈ្មោះម្នាក់សារ៉ារឿនឯងកុំចាក់ចេញពីទីនេះសារ៉ាឈប់ហៅឈ្មោះខ្ញុំឈប់សុជាតិវាកំពុងតែល្បួងយើងកុំឲ្យខ្លួនឯងទៅសុជាតិវាកំពុងតែល្បួងយើងកុំឲ្យខ្លួនឯងទៅទីនោះឲ្យសោះភ្លាមនោះរូបរបស់នារីម្នាក់នោះក៏បានរត់មកជិតពួកគេដោយល្បឿនលឿនជាខ្លាំងសំឡេងជើងលាន់នៅលើខ្សាច់ស្លាប់ដានីរត់សារ៉ាដកដង្ហើមខ្លាំងគាត់នៅក្រៅយើងរឿនមិនអាចទេចាប់ផ្ដើមឡានបានទេកូនសៅត្រូវបានបាត់ហើយខ្ញុំរកកូនសៅមិនឃើញនោះទេសុជាតិអ្នកណាចាប់កូនសៅសារ៉ាស្រែកអូយនៅពេលដែលពួកគេទាំងអស់ត្រូវបានរត់ចូលទៅក្នុងផ្ទះវិញពួកគេក៏បានឃើញនៅលើតុមានកំណត់ហេតុចាស់ទំព័រចុងក្រោយបានសរសេរថានាងត្រូវបានបូជាជូនសមុទ្រហើយមិនមានសពតែព្រលឹងរបស់នាងនឹងត្រឡប់មកទាមទារសំណងវិញដានីបូជាជូនសមុទ្រនេះហើយនាងកំពុងតែស្វែងរកយើងរឿនមានន័យថានាងចង់ឲ្យយើងជំនួសនៅក្នុងសំឡេងភ្លៀងនិងខ្យល់បន្ទប់ក៏ចាប់ផ្ដើមងងឹតស្លុបពួកគេក៏បានលើសំឡេងស្ត្រីម្នាក់ច្រៀងយ៉ាងឆ្ងាយប៉ុន្តែសំឡេងនោះក្លាយទៅជាសំឡេងស្រែកយ៉ាងខ្លាំងទៅវិញសញ្ញាផ្សេងទៀតក៏បានកើតឡើងការបាត់បង់ខ្លួនមួយទើបតែចាប់ផ្ដើមសុភាពនៅឯណានាងរស់នៅដែរឬទេឬក៏ត្រូវបានសមុទ្រទទួលចាប់បាត់ទៅហើយបន្ទាប់ពីសំឡេងស្រែកដ៏ខ្លាំងឆ្នេរសមុទ្រក៏បានស្ងប់ស្ងាត់ភ្លាមតែនៅពេលដែលស្ងប់ស្ងាត់នោះមិនមែនជាការស្រូតទេវាគឺជាការស្ងប់ដែលធ្វើឲ្យឈឺត្រចៀកសារ៉ាតើនាងបាត់បង់ទៅណាហើយរឿនអត់ទេវាជាការរៀបចំខ្ញុំមានអារម្មណ៍ថាមានអ្វីកាន់តែអាក្រក់ទៅដានីអូយទ្វារចាក់ដោយខ្លួនឯងយើងត្រូវតែចាក់ចែងដោយខ្លួនឯងនៅក្នុងផ្ទះនេះហើយពួកគេក៏បានលើសូរសំឡេងចម្លែកមួយទៅដល់បន្ទប់ធំដែលរុំព័ទ្ធនៅជុំវិញកញ្ចក់ចាស់ពន្លឺភ្លើងនៅដៃបញ្ចេញភាពកោងគួរឲ្យភ័យសារ៉ាមើលយើងឃើញខ្លួនឯងរឿនមិនមែនយើងទេដានីព្រះអើយរូបនោះមិនមែនជាយើងទេសារ៉ាស្រែករូបនៅក្នុងកញ្ចក់កំពុងតែញញឹមប៉ុន្តែយើងមិនបានញញឹមនោះទេនៅចំកណ្ដាលបន្ទប់កញ្ចក់មួយក៏ត្រូវបានបាត់ហើយសុភាពធ្លាយចេញមកស្រស់ស្រអែមសម្លៀកបំពាក់ជ្រាបដោយទឹកសារ៉ារត់សុភាពឯងនៅរស់ទេសុភាពកុំចូលមកជិតខ្ញុំកុំរឿនតើមានអ្វីកើតឡើងតើនាងបានធ្វើអ្វីអ្នកសុភាពនាងនៅក្នុងខ្ញុំនាងមិនឲ្យខ្ញុំចាក់ចេញនោះទេដានីភ័យវាជាប់នៅក្នុងសុភាពសារ៉ាយើងត្រូវតែជួយនាងសុជាតិចាស់ជញ្ជាំងតែយើងមិនអាចប្រឆាំងនឹងខ្មោចបានទេ
វាហ៊ានចូលទៅក្នុងរាងកាយរបស់មនុស្សសុភាពនិងខ្មោចបានបកកាយជាមួយគ្នាថាឲ្យខ្ញុំឈ្នះឲ្យខ្ញុំឈ្នះដៃរបស់សុភាពក៏ប្រែទៅជាខ្មៅដៃរបស់នាងរឹតចូលជាមួយនឹងដាននេះខណៈឈាមហូរចេញពីដៃរបស់គាត់រឿនរកឃើញទូតកកចាស់ខាងក្នុងមានសភៅកំណត់ហេតុផ្សេងទៀតនារីម្នាក់ត្រូវបានគេលុបចោលដោយគេគិតថានាងជាមនុស្សអាក្រក់ពួកគេបានដាក់បូជានាងទៅឲ្យសមុទ្រព្រលឹងរបស់នាងមិនដែលទទួលយកវាសោះនាងនឹងស្វែងរកអ្នកជំនួសរឿននេះហើយយើងជាអ្នកជំនួសសារ៉ាអត់ទេខ្ញុំមិនឲ្យវាកាត់ឡើងនោះឡើយសុជាតិចង់រត់ចិនសារ៉ាចង់សង្គ្រោះសុភាពដានីវិញត្រូវបានចាប់ដៃនៅខ្មោចនៅក្នុងខ្លួនរបស់សុភាពក្រុមមានការគិតខុសគ្នាសុជាតិយើងត្រូវតែគិតខ្លួនចេញពីផ្ទះនេះជាមុនសិនបើមិនដូច្នេះទេយើងទាំងអស់គ្នានឹងត្រូវបានស្លាប់សារ៉ាអត់ទេយើងមិនអាចទុកឲ្យសុភាពនៅតែឯងបានទេខ្មោចនៅក្នុងខ្លួនរបស់សុភាពក៏បានស្រែកអ្នកទាំងអស់គ្នាមិនអាចចាក់ចេញពីទីនេះបានទេបន្ទប់កញ្ចក់ក៏ត្រូវបានបាក់ខ្យល់នៅពីសមុទ្រក៏បានហូរចូលសូរសំឡេងសមុទ្រប្រែទៅជាសូរសំឡេងមនុស្សរំពងជាច្រើនមិត្តទាំងអស់ឈរមើលមុខគ្នាដែលមិនដឹងថាតើគួរតែជឿទៅលើអ្វីទៀតទេព្រោះក្មេងស្រីដែលពួកគេកំពុងតែជួយសង្គ្រោះបានក្លាយទៅជាអាវុធរបស់ព្រលឹងហើយផ្ទះចាស់ដែលទ្រដោយសមុទ្រកំពុងតែញ័រជញ្ជាំងក៏បានបែកបាក់ដូចជាដកដង្ហើមសារ៉ារឿនដានីនិងសុជាតិក៏បានដុតទៅជ្រុងម្ខាងនៃបន្ទប់មួយដែលមានពន្លឺចាំងចូលមកបំភ្លឺស្រមោលតិចៗសារ៉ាដកដង្ហើមយើងមិនអាចរត់ជៀសបានទេបើមិនប្រឈមមុខនឹងវាសុភាពនឹងត្រូវបាត់បង់ជីវិតជាមិនខានសុជាតិប្រឈមមុខអ្នកនិយាយដូចជាមានកម្លាំងវេទមន្តយើងគ្រាន់តែជាមនុស្សធម្មតារឿនមិនទេសៀវភៅនេះមានចម្លើយវាបាននិយាយថាព្រលឹងត្រូវបានចាក់សមុទ្រជាជំនួយក្នុងការបូជាកម្មប្រសិនបើយើងចង់បញ្ចប់នៅពិធីវិញវាអាចដកព្រលឹងចេញដានីតើអ្នកចង់ប្រាប់ថាយើងត្រូវតែធ្វើពិធីបូជាខ្មោចមួយសុភាពដើរចេញពីអព្យាបាលពន្លឺខ្មៅភ្នែកខ្មៅស្រអែនឆ្លៀនសម្លៀកបំពាក់ជ្រាបទៅដោយតាក់សំឡេងស្រីច្រើនស្រែកតាមដងខ្យល់ខ្មោចដែលនៅក្នុងខ្លួនរបស់សុភាពអ្នកទាំងអស់គ្នាមកជំនួសខ្ញុំជំនួសឲ្យឈាមដែលបានចាក់ក្នុងសមុទ្រសារ៉ាបើអ្នកត្រូវបានគេសម្លាប់ដោយអយុត្តិធម៌ខ្ញុំនឹងមិនទម្លាក់រឿងនេះឡើយតើអ្នកមិនអាចយកមនុស្សម្នាក់ទៀតមកជំនួសបានទេខ្មោចនៅក្នុងខ្លួនរបស់សុភាពបានញញឹមតើអ្នកគិតថាអ្នកអាចបញ្ឈប់ខ្ញុំបានឬរឿននិងដានីបានដាក់ក្រដាសនិងទៀនចាស់ៗចេញពីទូពួកគេបានដុតភ្លើងទៀនបើកសៀវភៅកំណត់ហេតុរឿនអានពាក្យពីបុរាណនៅក្នុងសៀវភៅឈាមដែលបានចាក់សូមត្រឡប់ទៅសមុទ្រព្រលឹងដែលត្រូវបានបូជាបានឆ្លងកាត់ហើយសូមកុំត្រឡប់មកវិញខ្មៅនៅក្នុងខ្លួនរបស់សុភាពស្រែកអត់កុំអានពាក្យនេះសារ៉ាកុំឲ្យវាបញ្ឈប់បន្តអានទៅខ្មោចនៅក្នុងខ្លួនរបស់សុភាពចូលប្រយុទ្ធដោយកម្លាំងអាគមកញ្ចក់បាក់បង្ហាញឃើញមនុស្សមួយចំនួនទៀតដែលត្រូវបានគេលាក់នៅក្នុងសមុទ្រសុជាតិអូយវាឈឺពិតនាងខ្លាចទៅជាមនុស្សពិតម្ដងដានីរឹតដៃនាងឲ្យខ្ញុំយើងត្រូវតែរក្សាពិធីរឿនត្រឡប់ទៅកន្លែងដែលអ្នកមកកុំឲ្យអសរៈចូលជំនួសទៀតសុភាពក៏បានដួលទៅលើដីដោយភ្នែកស្រមោលរបស់នាងត្រឡប់ទៅជាមនុស្សធម្មតាវិញខ្យល់បន្តិចក៏ចាប់ផ្ដើមស្ងប់ស្ងាត់សារ៉ាសុភាពអ្នកត្រឡប់មកវិញហើយសុភាពបានដកដង្ហើមយ៉ាងខ្សោយខ្ញុំឮសំឡេងរបស់នាងបាត់ទៅហើយរឿនពិធីបានសម្រេចហើយព្រលឹងត្រូវបានដកចេញហើយទោះបីជាព្រលឹងមួយត្រូវបានដកចេញតែសមុទ្រនៅតែមិនស្ងប់ព្រោះនៅក្រោមតាក់ក្រហមនោះមានព្រលឹងជាច្រើនទៀតដែលមិនទាន់ត្រូវបានសង្គ្រោះមួយនៅក្នុងចំណោមអ្នកនៅតែត្រូវការជំនួយព្រឹកភ្លឺឡើងពន្លឺព្រះអាទិត្យបញ្ចូលតាមផ្ទៃកញ្ចក់ដែលបាក់សារ៉ារឿនណានីសុជាតិនិងសុភាពបានដើរចេញពីផ្ទះចាស់មើលឆ្នេរពួកគេបានគិតថាអ្វីៗបានបញ្ចប់សារ៉ាដកដង្ហើមយើងរស់រានទាំងអស់គ្នានេះគឺជាអពុទ្ធហេតុសុជាតិប៉ុន្តែសូរសំឡេងសមុទ្រមិនស្ងប់អ្នកមិនឮទេឬរឿន
ប្រហែលជាវាមានស្មារតីដែលនៅសល់យើងត្រូវតែចាកចេញពីទីនេះឲ្យបានឆាប់ពេលដែលពួកគេចង់ឡើងឡានសុភាពក៏មិនឈប់ដោយភ្នែកមើលទៅសមុទ្រសុភាពស្រែកមើលទៅនៅទីនោះដានីបានស្រែកព្រះអើយមិនមែនម្នាក់ទៀតទេតែជាច្រើនអ្នកសារ៉ាពិធីដែលយើងធ្វើអាចសង្គ្រោះតែព្រលឹងមួយតែប៉ុណ្ណោះដូចព្រលឹងដែលចាប់ផ្ដើមដើរចូលទៅក្នុងផ្ទះវិញផ្ទះចាស់ទាំងមូលកំពុងតែរលោមដូចជាមិនអាចទប់ទល់បានរឿនពិនិត្យសៀវភៅមានចំណាំចំណុចក្រោយព្រលឹងទាំងអស់នឹងត្រូវបានជំនួសតែមួយដើម្បីបិទច្រកទ្វារសារ៉ាភ្ញាក់ផ្អើលមានន័យថាម៉េចមនុស្សម្នាក់ក្នុងចំណោមយើងត្រូវតែស្លាប់ជំនួសសុជាតិអត់ទេមិនអាចទូលបានទេដានីតើវាមិនមែនជាចលនាតើក៏ជាអបនិស្ស័យតែម្ដងសុភាពហូរទឹកភ្នែកបើពិតខ្ញុំគួរតែជាម្នាក់នោះហើយព្រោះខ្ញុំបានខ្លាចទៅជាគ្រោះថ្នាក់រួចមកហើយសារ៉ាញាក់ដៃអត់ខ្ញុំមិនទុកឲ្យអ្នកនៅជំនួសទេបើត្រូវជំនួសទុកឲ្យខ្ញុំទៅវិញសុជាតិសារ៉ាកុំធ្វើបែបនេះដានីយើងអាចរកវិធីផ្សេងបានទេរឿនកាន់សៀវភៅពាក្យស្នាមចុងក្រោយនេះបានសរសេរច្បាស់ជំនួសតែម្ដងបិទច្រកជារៀងរហូតមិនមានវិធីផ្សេងទេសារ៉ាទទួលសៀវភៅពីរឿនដូចនេះបើខ្ញុំអាចបិទវាយ៉ាងហោចណាស់ក៏មិត្តភក្តិរបស់ខ្ញុំអាចនៅរស់បានដែរសារ៉ាចុះឈរនៅកណ្ដាលសមុទ្រព្រលឹងជាច្រើនហ៊ុំព័ទ្ធនាងធាតុអាកាសក៏បានស្ងាត់សារ៉ាអានឈាមដែលបានចាក់ត្រូវទទួលយកវិញព្រលឹងទាំងអស់ត្រូវស្ងប់នៅកន្លែងដែលបានកើតខ្ញុំគឺជាអ្នកជំនួសសារ៉ាស្រែកខ្លាំងសូមឲ្យមិត្តភក្តិរបស់ខ្ញុំរស់សូមឲ្យវាបញ្ចំនៅទីនេះពេលដែលភ្នែករបស់ពួកគេបើកឡើងវិញព្រលឹងទាំងអស់ក៏ត្រូវបានបាត់ផ្ទះចាស់ក៏បានរលំបន្សល់ទុកត្រឹមតែសមុទ្រដ៏ស្ងប់ស្ងាត់នៅខាងមុខសុជាតិបានហូរទឹកភ្នែកសារ៉ាដានីនាងបានបញ្ចប់វាតែវាមិនអាចត្រឡប់មកវិញទេសុភាពស្រែកយំក៏បានសង្គ្រោះយើងទាំងអស់គ្នារឿនបានបិទសៀវភៅនេះគឺជាតម្លៃដែលមនុស្សម្នាក់ត្រូវតែបាត់បង់ដើម្បីឲ្យព្រលឹងទាំងអស់ស្ងប់មិត្តដែលបាននៅរស់ក៏បានឡើងឡានចាក់ចេញពីស្នេហ៍សមុទ្រខ្យល់ក៏បានអូសពោលថាដោយមានសំឡេងស្រាលស្រាលចេញពីសមុទ្រដូចជាសំឡេងរបស់សារ៉ាសំឡេងរបស់សារ៉ាជាចុងក្រោយខ្ញុំនៅទីនេះមិនបាត់នោះទេតែសមុទ្រជាកន្លែងរបស់ខ្ញុំពេលដែលព្រះអាទិត្យរះឡើងនៅលើផ្ទៃសមុទ្រព្រលឹងទាំងអស់ក៏បានស្ងប់ស្ងាត់ផ្ទះចាស់រលំស្ទើរតែពេញលេញមិត្តភក្តិទាំងអស់នៅពេលដែលរស់ឡើងប៉ុន្តែចិត្តរបស់ពួកគេក៏ចាប់ផ្ដើមមានអារម្មណ៍រអាក់រអួលសារ៉ាដកដង្ហើមយើងស្ថិតនៅទីនេះសមុទ្រមិនមានអ្វីនោះទេតែខ្ញុំមានអារម្មណ៍ថាតែអ្វីមួយនៅតែមើលយើងដានីអ្នកលឺដែរឬទេខ្យល់ស្ងប់ប៉ុន្តែសំឡេងស្រាលៗដូចជាសំឡេងរបស់ក្មេងស្រីស្រែករឿនទទួលសៀវភៅព្រលឹងទាំងអស់ត្រូវបានសង្គ្រោះតែខ្ញុំមិនប្រាកដថាវានៅពេញលេញនោះទេសុជាតិនាងបានបាត់បង់តម្លៃរបស់ខ្លួនឯងដើម្បីឲ្យយើងរស់យើងក៏ត្រូវតែរក្សានៅក្នុងចិត្តរបស់យើងនៅពេលដែលពួកគេចាក់ចេញទៅខ្សែកំសាន្តខ្លាំងតែចិត្តរបស់ពួកគេតែងតែមានអារម្មណ៍ថាភ័យលោកសារ៉ាចាំមើលសមុទ្រចិត្តសារ៉ាស្រែកយំតិចនាងបានសង្គ្រោះពួកយើងតែខ្ញុំនៅតែឮសំឡេងនាងនៅតែមើលរឿនអារម្មណ៍នេះខ្ញុំមិនអាចលុបវាចោលបាននោះទេពួកគេបានឡើងលើឡានដើម្បីចាក់ចេញពីភូមិស្រង់ខ្យល់សមុទ្រប៉ុន្តែចិត្តរបស់ពួកគេមិនដែលស្ងប់នោះទេសុជាតិខ្ញុំមិនអាចបំភ្លេចនាងនោះនាងមិនមែនជាអ្នកដែលខ្ញុំគាត់ទេប៉ុន្តែនាងគឺជាអ្នកដែលបានសង្គ្រោះជីវិតរបស់ពួកយើងដានីពេលណាដែលយើងនឹកនាងខ្ញុំមានអារម្មណ៍ថានាងនៅជិតណាស់សារ៉ាខ្ញុំសង្ឃឹមថាអ្វីៗនឹងមិនកើតឡើងម្ដងទៀតនោះទេមិត្តភក្តិទាំង4ហើយក៏ធ្វើដំណើរជាក្រុមជាប់សិតពួកគេបានយល់ថាការសង្គ្រោះជីវិតរបស់នារីនោះមិនមែនត្រឹមតែជាកត្តាតែវាគឺជាការប្រមាថថាព្រលឹងនៅទីនោះមិនអាចបោះបង់សោះពួកគេចេះតែត្រៀមខ្លួនប្រយ័ត្នជានិច្ចសារ៉ាមើលទៅសមុទ្រមិនមានអ្វីទេប៉ុន្តែខ្ញុំដឹងថានាងនៅទីណាមួយរឿនប្រសិនបើយើងចង់រស់នៅក្រៅពេលនេះយើងត្រូវតែគោរពព្រលឹងទាំងអស់សុជាតិទទួលសភៅវានៅតែស្លាប់ទៅជាមួយនឹងរឿងសម្មានៅក្នុងចិត្តរបស់យើងសមុទ្រស្ងប់ស្ងាត់វិញមិត្តភក្តិទាំងអស់ក៏បានចាក់ចេញ
ប៉ុន្តែពួកគេនៅតែមិនអាចបំភ្លេចនាងបាន នាងនៃសមុទ្រមានព្រាយ សារ៉ាហូរទឹកភ្នែក នាងបានបង្វិលជីវិតរបស់យើង ខ្ញុំនឹងចងចាំអ្នកជានិច្ច រឿន សមុទ្រមានព្រាយ មិនមែនត្រឹមតែជាសំឡេងនោះទេ វាគឺជាអារម្មណ៍ដែលមិនអាចបំភ្លេចបានជាប់នៅក្នុងចិត្ត ដានី យើងបានរស់ តែខ្ញុំដឹងថា ព្រលឹងនោះនៅតែមើលពួកយើង